ចាខ្ញុំនិយាយសួរតាលោកយាយអំពូមីងទាំងអស់គ្នាទាំងក្នុងទាំងក្រៅប្រទេសថ្ងៃនេះមកនាំបងប្អូនមកទស្សនាវីដេអូការចិញ្ចឹមជ្រូកនិងការមើលថែដំណាំធម្មជាតិញ៉ាំនៅខ្លួនឯងការចិញ្ចឹមជ្រូកហ្នឹងវាមានរបៀបការចិញ្ចឹមរបស់គេណាបងប្អូនតែមិនមែននាងខ្ញុំមិនមានបានទៅរៀនខាងកសិកម្មអីទេចិញ្ចឹមលក្ខណៈគ្រួសារតូចតាចនៅក្នុងភូមិទេតែខ្ញុំអត់បានចិញ្ចឹមនៅក្នុងភូមិទេបងប្អូនខ្ញុំមកនៅនេះគឺមកនៅខាងដីវាស្រែដីចំការរបស់នាងខ្ញុំហ្នឹងគឺនៅខាងវាស្រែគឺយើងដាច់ពីប៉ែកពីផ្ទះអ្នកស្រុកអ្នកភូមិអញ្ចឹងព្រោះអីតែពេលណាដែលយើងចិញ្ចឹមសត្វចិញ្ចឹមអីនៅក្នុងស្រុកក្នុងភូមិអញ្ចឹងវាមានការស្អុយឆ្អេះទៅលើអ្នកស្រុកអ្នកភូមិអ្នកផ្ទះជិតខាងរបស់យើងអញ្ចឹងហើយនឹងខ្ញុំបានមកធ្វើជាផ្ទះជារោងហ្នឹងនៅឯខាងវាស្រែហ្នឹងគឺឆ្ងាយពីផ្ទះអ្នកស្រុកអ្នកភូមិអញ្ចឹងវាអត់មានការស្អុយឬក៏ប៉ះពាល់អីដល់ផ្ទះអ្នកជិតខាងការចិញ្ចឹមសត្វយើងបានផលប្រយោជន៍របស់យើងធ្វើឲ្យការចិញ្ចឹមរបស់យើងធ្វើឲ្យមានការប៉ះពាល់ដល់អ្នកជិតខាងវាមិនស្រួលរស់នៅជិតគ្នាដែរណាបងប្អូនអញ្ចឹងហើយនឹងខ្ញុំដកគម្លាតហ្នឹងទិញដីស្រែមកនៅឯចំការវាស្រែណែបងប្អូនអញ្ចឹងចិញ្ចឹមសត្វអីវាស្រួលដោយសារយើងអត់មានស្អុយឆ្អេះទៅលើគេអញ្ចឹងបងប្អូនអរគុណដែលតែងតែតាមដានវីដេអូនាងខ្ញុំហើយកុំភ្លេចជួយចុច Subscribe វីដេអូខ្ញុំម្នាក់មួយផងថ្ងៃក្រោយនឹងនាងខ្ញុំនឹងមានកម្លាំងចិត្តធ្វើវីដេអូដាក់ឲ្យបងប្អូនទស្សនាទៀតអញ្ចឹងបងប្អូនចង់ដឹងចូលមកក្នុងចការមួយនាងខ្ញុំទាំងអស់គ្នាក្នុងចការរបស់នាងខ្ញុំហ្នឹងមានក្រូចចំនួនប្រហែលជា600ដើមបងប្អូនក្រូចពោធិ៍សាត់របស់ខ្ញុំហ្នឹងគឺក្រូចធម្មជាតិបងប្អូនអត់មានប្រៃជាតិគីមីអីទេគឺយើងថែធូនថែតមែនតែនរដូវប្រាំងយើងអត់មានទឹកភ្លៀងទេអញ្ចឹងយើងមានតែទឹកម្ដងទេបូមដាក់ជាប្រចាំការបូមទឹកដាក់ជាប្រចាំហ្នឹងធ្វើឲ្យក្រូចរបស់យើងហ្នឹងឆាប់ផ្លែឆាប់បានផលឲ្យយើងហ្នឹងញ៉ាំហើយយើងអាចលក់ចេញឲ្យឈ្មួញបានក្រូចឆ្នាំហ្នឹងគឺផ្លែច្រើនជាងរាល់ឆ្នាំក្នុងនេះជាឆ្នាំទី3ហើយឆ្នាំទី3ហ្នឹងគឺផ្លែច្រើនជាងឆ្នាំទី1ឆ្នាំទី2អញ្ចឹងការផ្លែរបស់ដំណាំរបស់នាងខ្ញុំថែដោយធម្មជាតិយើងប្រើជីធម្មជាតិហ្នឹងគឺដូចជាការត្រាំផ្លែឈើណារលួយអីយើងយកទៅត្រាំដាក់ក្នុងពាងទៅកាលណាដែលពេលយើងជ្រុំជើងក្រូចហើយយើងបូមទឹកដាក់យើងយកទឹកនឹងមកស្រោចតាមគល់ណាបងប្អូនអញ្ចឹងយើងអត់បាច់ចាំប្រើជាគីមីអីទេធ្វើឲ្យក្រូចរបស់យើងនឹងអាយុខ្លីអញ្ចឹងហើយការថែទាំដំណាំនេះគឺយើងត្រូវថែទាំដោយយកចិត្តទុកដាក់មែនទែនទៅវាបានផលឲ្យយើងអញ្ចឹងបងប្អូនមើលតាមវីដេអូខ្ញុំហ្នឹងឃើញហើយបងប្អូនអ្នកសកម្មភាពដែលខ្ញុំថតបង្ហាញបងប្អូនហ្នឹងក្នុងមួយដើមណាបងប្អូនផ្លែតាំងពីមេឃក្រោមរហូតដល់មេឃលើមិនថាមេឃត្រង់ណាទេផ្លែមែនតែនអញ្ចឹងក្នុងក្រូចឆ្មាក៏ផ្លែក្រូចពោធិ៍សាត់ហ្នឹងក៏ផ្លែច្រើនដែរដោយសារតែឆ្នាំហ្នឹងអត់មានសត្វធ្វើទុកអត់មានសត្វមកស្រាំងវាមកអុចក្រូចហ្នឹងធ្វើឲ្យវាជ្រុះផ្លែរាល់ឆ្នាំមានសត្វធ្វើទុកមានមេអំបៅមានស្រាំងអីហ្នឹងវាមកអុចទៅធ្វើឲ្យក្រូចហ្នឹងជ្រុះអត់មានផ្លែចប់នឹងដើមច្រើនទេមិនថាក្រូចឆ្មាមិនថាក្រូចពោធិ៍សាត់ទេគឺមានសត្វចង្រៃអស់ហ្នឹងវាមកបំផ្លាញហើយមានការដាក់ថ្នាំដាក់អីអញ្ចឹងទៅហើយល្ហុងធម្មជាតិរបស់នាងខ្ញុំនេះក៏បានមានទុំមានអីដែរបងប្អូននេះក្មួយរបស់ខ្ញុំគាត់បេះល្ហុងឥឡូវហ្នឹងគឺបានយកទៅទុកនៅឯផ្ទះខាងមុខដើម្បីទុកថ្លឹងគីឡូលក់បងប្អូនហើយនេះបងថ្លៃរបស់ខ្ញុំហ្នឹងគាត់ក៏បេះល្ហុងដែរគាត់មកបេះល្ហុងដែរដោយសារល្ហុងនេះទៅតែនឹងចាប់ផ្ដើមទុំចាស់ចគាល្មមបងប្អូនទុក2យប់មួយយប់ទៀតគឺយើងហូបបានអាចគាខៀវណាហើយដែលនៅផ្លែនឹងដើមនេះអត់តាន់មានទុំទៀតទេចាំពេលដែលវាទុំទៀតយើងនឹងបេះវាទៀតហើយក៏លក់មិនថានៅទីផ្សារមិនថានៅតាមស្រុកស្រែបងប្អូនរបស់ធម្មជាតិបែបហ្នឹងគឺគេចូលចិត្តញ៉ាំសូម្បីតែកូនស្រីខ្ញុំនេះគេញ៉ាំថាម៉ាក់ផ្អែមឆ្ងាញ់ណាស់ម៉ាក់អើយផ្អែមឆ្ងាញ់មែនទែនហើយការញ៉ាំល្ហុងធ្វើឲ្យយើងបត់ជើងស្រួលបត់ជើងពេលដែលយើងបត់ជើងមកម្ដងគឺស្រួលមែនទែនញ៉ាំល្ហុងវាជួយឲ្យកាពះពោះវៀនរបស់យើងហ្នឹងស្រួលបត់ជើងដែរអញ្ចឹងបងប្អូនរបស់ធម្មជាតិណាយើងត្រូវតែទិញញ៉ាំឲ្យបានច្រើនសូម្បីតែនេះបងប្អូនមេឃល្ហុងក៏យើងអាចសាកវាបានដែរមេឃល្ហុងយើងសាកវាដុះហើយយើងកាត់វាយកទៅដាំហើយយើងអាចយកទៅដាំវាកាត់បន្តពូជបានល្ហុងនេះកាលហ្នឹងខ្ញុំទិញក្របតាមអនឡាញណាបងប្អូនក្របគេល្ហុងគេនេះគឺក្នុងមួយកញ្ចប់គេហ្នឹងតម្លៃ$10បងប្អូននឹងថាមានក្របប្រមាណអត់$ហ្នឹងមានតាម20គ្រាប់អីទេហើយ
ចាបងប្អូនវីដេអូនឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូននាងខ្ញុំសូមថ្លែងអំណរគុណមែនទែនបងប្អូនតែងតែតាមដានវីដេអូនាងខ្ញុំអញ្ចឹងនាងខ្ញុំសូមអរគុណ